Đây này đừng ở kia xóa cô mà căn channel admin sao chỉ thayក្នុងរឿងព្រះអាទិត្យទើបរះកុំភ្លេចជួយ subscribe channel admin អ្នកមួយផងណាយកតបពីញ៉ាំរ៉ាមិនហើយនឹងប៊ឺមជីនក៏រៀបចំកន្លែងនឹងហើយក៏យកចានទៅលាងដែរហើយជួយយ៉ងក៏និយាយថាមើលទៅខ្ញុំមិនអាចទៅប៊ូសានថ្ងៃនឹងបានទេចាំខ្ញុំទៅស្អែកនៅពេលព្រឹកចោះអញ្ចឹងក៏បានដែរតើលោកនឹងនៅទីនេះត្រូវអត់ខ្ញុំកំពុងតែគិតថាខ្ញុំចង់ត្រឡប់ទៅផ្ទះអីគេក្រែងលោកប្រាប់ខ្ញុំថាលោកនឹងទៅប៊ូសានជាមួយនឹងខ្ញុំអីត្រូវហើយមុនពេលចុះទៅខ្ញុំគិតថាវាក៏ល្អម្យ៉ាងដែរបើសិនជាខ្ញុំនឹងបានទៅមើលផ្ទះខ្ញុំថាវានៅកន្លែងណាមួយឲ្យប៉ិតប្រកបតែបើសិនជានាងអស់កម្លាំងមិនអីទេនាងសម្រាប់សិនទៅតពីនិយាយគ្នារឿងផ្ទះហើយគេទាំងពីរនាក់ក៏និយាយអំពីរឿងរបស់ជុងមេនស៊ូដែលករណីគេកើតឡើងដោយសារអ្វីអញ្ចឹងទៅនិយាយបដាប៊ឺមជីនលាងចានបដារួចហើយហ្នឹងជួយយ៉ងក៏ដើរមកពីក្រោយហើយអោបប៊ឺមជីនពីក្រោយតែម្ដងហើយជួយយ៉ងក៏និយាយថាបើសិនជារឿងនេះជាករណីឃាតកម្មអញ្ចឹងខ្ញុំគិតថាខ្ញុំនឹងអាចត្រឡប់មកផ្ទះវិញលឿនហើយបើសិនជាអញ្ចឹងតើវាមិនអីទេមែនមិនបានសួរអញ្ចឹងខ្ញុំបារម្ភថាលោកនឹងស្ដាយក្រោយនៅពេលដែលលោកនឹងប្រាប់ឲ្យខ្ញុំទៅផ្ទះរបស់លោកខ្ញុំនឹងឲ្យឱកាសលោកដើម្បីឲ្យនិយាយម្ដងទៀតនិយាយវាឥឡូវនឹងបានតើនាងកំពុងតែចង់រត់គេចមែនខ្ញុំហ្នឹងតើហេតុអីតើមើលទៅវាមិនល្អទេសម្រាប់នាងមើលទៅដូចជាមិនមែនយំដោយសារតែនាងស្អប់វាពេកទេកាលពីយំមិញយីប៊ឺមជីននេះបើយំមិញគេប្រាប់ថាវាមានអារម្មណ៍ល្អហើយហ្នឹងណាប៊ឺមជីនហ្នឹងក៏អោបជួយយ៉ងជាប់នឹងដើមទ្រូងហើយគេនិយាយប្រាប់ជួយយ៉ងថានាងមិនអាចរត់គេចខ្លួនបានទេខ្ញុំនឹងបន្តឱកាសឲ្យនាងដើម្បីឲ្យនាងកែប្រែពាក្យសម្ដីរបស់នាងទេហើយនៅរាល់ពេលដែលនាងអោបខ្ញុំបែបនេះដោយមិនបានគិតអីណាខ្ញុំមានអារម្មណ៍ថាខ្ញុំមកដូចជាត្រូវគេនឹងធ្វើទរណកម្មអញ្ចឹងនិយាយហើយប៊ឺមជីនណាចាប់ផ្ដើមយកដៃលោកចូលក្នុងអាវរបស់ជូយ៉ងទៀតហើយជូយ៉ងក៏អន់មុខចោលហើយគិតដល់ណាទេនិយាយថាទរណកម្មគឺជាអ្វីដែលលោកត្រូវទ្រាំនៅពេលណាដែលចាំបាច់ថាម៉េចពីអ្នកនេះនៅស្អិតល្មួតនៅហ្នឹងហើយប៊ឺមជីនហ្នឹងក៏និយាយថាយើងនៅមានពេលច្រើនទៀតណាមុនពេលរត់ភ្លើងជើងពេលព្រឹកចេញដំណើរអរសំទោសអ្នកទាំងអស់គ្នាមិនមែនប៊ឺមជីនអ្នកនិយាយពាក្យហ្នឹងឯងគឺជូយ៉ងអ្នកនិយាយពាក្យហ្នឹងហើយប៊ឺមជីនក៏និយាយថានាងពិតជាខូចមែនហើយប៊ឺមជីនក៏លើកពណ៌ជូយ៉ងដើរទៅបន្ទប់គេទៀតហើយរឿងនេះគេអត់ដាក់រូបភាពអីរៀបរាប់ច្រើនទេតែគ្រាន់តែមើលសកម្មភាពក៏យើងដឹងដែរថាគេកំពុងតែហាត់ប្រាណទៀតហើយតបពីគេលេងឡកឡហើយនឹងរឿងក៏កាន់មកដល់ជូយ៉ងមកដល់ពូសានហ្នឹងកំពុងតែមើលឯកសារទៀតហើយកំពុងតែមើលឯកសារលោកអ៊ំសក់សហ្នឹងក៏ដើរចូលមកហើយជូយ៉ងក៏សួរថាមិនករណីមេនស៊ូគឺមិនមែនជាករណីឃាតកម្មទេត្រូវអត់ធានក្រុមគីមការនោះលោកគឺជាមេក្រុមនៅពេលយប់ត្រូវអត់ត្រូវហើយប៉ុន្តែមួយរយៈនេះខ្ញុំមានអារម្មណ៍ថាមិនបានខ្ញុំមិនសូវបានឃើញប្រធានក្រុមគីមនៅទីហ្នឹងអញ្ចឹងមេក្រុមគីមដែលអ៊ំនិយាយហ្នឹងគឺប៊ឺមជីនហ្នឹងហើយអ៊ំបារម្ភដោយសារតែសាមដូនេះអ្នកទាំងអស់គ្នាដឹងហើយត្រូវអត់ថាកាលមុនហ្នឹងអ៊ំបានគិតថាសាមដូហ្នឹងគឺជាអ្នកមកទាលុយដោយសារតែលើកមុនពេលអ៊ំនិយាយទៅហ្នឹងប៊ឺមជីនអត់មានបានបកស្រាយទេឥឡូវធ្វើឲ្យគេយល់ច្រឡំហើយនេះសាមដូគ្នានៅឡើង slow តែគ្នាសោះហ្នឹងគាត់បារម្ភពី Mr. Kim យើងហ្នឹងគឺ Mr. ប៊ឺមជីនហ្នឹងហើយគាត់បារម្ភថាប៊ឺមជីននឹងមិនមកធ្វើការដោយសារតែសាមដូហ្នឹងមកយាមកន្លែងហ្នឹងឥឡូវបន្ទាប់ពីអញ្ចឹងហើយហ្នឹងជួយយ៉ងក៏ដើរមកហើយធ្វើនិយាយជាមួយនឹងសាមដូតាក់ទងជាមួយនឹងរឿងដែលគេនិយាយពីជូនមេនស៊ូនឹងឯងហើយក៏តាក់ទងជាមួយនឹងក្រុមហ៊ុន JBK Finance ដែរអញ្ចឹងសាមដូអត់ហ៊ានមកទេប្រាប់ថានេះគឺជាព័ត៌មានរបស់ក្រុមហ៊ុនខ្ញុំមិនអាចនិយាយបានទេដោយសារតែស៊ូសាមដូហើយសាមដូអត់ឆ្លើយអញ្ចឹងជួយយ៉ងក៏និយាយថាខ្ញុំនឹងទៅស៊ើបរឿងនេះដោយខ្លួនឯងនៅកន្លែងដែលគ្រោះថ្នាក់បំផុតព្រោះតែសាមដូលឺអញ្ចឹងអត់ឲ្យទុកយូរតាន់ទេគេក៏ទេមកប៊ឺមជីនតែម្ដងហើយនិយាយជាមួយនឹងប៊ឺមជីនតាក់ទងជាមួយនឹងរឿងដែលជួយយ៉ងចង់ទៅហ្នឹងហើយជួយយ៉ងហ្នឹងក៏មិនមែនជាមនុស្សប្រភេទដែលនិយាយឲ្យអត់ធ្វើដែរសាមដូគេខ្លាចតែមានបញ្ហាអីចឹងណាហើយឥឡូវហ្នឹងប៊ឺមជីនក៏គិតថាខ្ញុំនឹងរៀបចំឲ្យស្អាតហើយខ្ញុំនឹងទៅជួបនាងហើយគេក៏គិតថាតែខ្ញុំគួរនៅផ្ទះមួយណាទៅផ្ទះតិចពេកចឹងហើយប៊ឺមជីនហ្នឹងក៏មករៀបស្លុងហើយរៀបអីវ៉ាន់រៀបអីឲ្យស្អាតអញ្ចឹងដើម្បីទទួលជួយយ៉ងហើយគេក៏នឹកសម័យដល់ថ្ងៃដែលពួកគេនឹងបានហាត់ប្រាណជាមួយនឹងគ្នាសម័យហើយហ្នឹងគេក៏គិតថានៅប៊ូសានគេពិតជាខឹងខ្លាំងណាស់ដែលគេមិនអាចទៅជួបជួយយ៉ងបានភ្លាមអញ្ចឹងហើយគេក៏បន្តនឹកឃើញតទៅមុខទៀតនឹងនឹកឃើញអញ្ចឹងហើយហ្នឹងគេក៏គិតថាតើខ្ញុំគួរទៅប៊ូសានដើម្បីមើលមុខនាងបន្តិចអត់ហើយគេមើលនាឡិកាគេគិតថាវានៅមានម៉ោងទេអញ្ចឹងគេនឹងទៅមកផ្លែទេគេក៏យកសោឡានដើរចេញទៅជួយយ៉ងគួរទៅយល់ហើយថាវុនបញ្ជាមកគឺឆ្លងវ័យនឹងនាងប៉ុណ្ណាពេលទៅដល់មកទ្វារនឹងប៊ឺមជីនក៏លឺសំឡេងចុចកណ្ដឹងឡើងមកហើយគេក៏មើលទៅក្នុងកាមេរ៉ានឹងគេនឹងក៏ឃើញមនុស្សពីរនាក់កំ
កំពុងតែអើតមើលតាមកាមេរ៉ានឹងមកដោយឃើញថាមើលទៅដូចជាដូចខ្លួនក្មេងពេកហើយប៊ឹមជីនហ្នឹងក៏អស់និយាយដែរហើយគេក៏ចុចទ្វារឲ្យចូលមកហើយគាត់នឹងស្ដីឲ្យទៅកាន់អង្គរៈរបស់គាត់ហើយគាត់និយាយថាឯងនិយាយថាគេនឹងមិននៅទីនេះទេហើយប៊ឹមជីនហ្នឹងក៏និយាយទៅឲ្យពូនឹងថាហេតុអីបានជាពូស្មាននឹងហើយនៅដើរចេញមកក្រៅដោយមិនបានខ្វល់អីអញ្ចឹងប៊ឹមជីនហ្នឹងក៏ស្ដីឲ្យអង្គរៈរបស់គេថាជុងហូតាឯងបាត់បង់សតិហើយមែនហេតុអីបានជាឯងឲ្យគាត់ចេញមកក្រៅស្មាននឹងទៀតខ្ញុំបានប្រាប់ឯងថាចាក់សោគាត់ទុកនៅក្នុងផ្ទះបន្ទាប់ពីមេឃងងឹតមាននរណាគេមកខ្វល់ពីខ្លាចាស់បាក់ជង្គង់ដូចជាយើងទេគេនឹងខ្វល់ពីខ្លាដែលមានជង្គង់ថ្មីទៅវិញទេពូរបស់ប៊ឹមជីនក៏ទៅអង្គុយលើតុហើយទះតុហើយក៏និយាយថាឲ្យស្រាមកហើយប៊ឹមជីនក៏និយាយឌឺទៅពូរបស់គេវិញថាជុងហូដុកទ័រនិយាយថាម៉េចដុកទ័រនិយាយថាអ្វីរបស់លោកពូគួរតែឈប់ផឹកស្រាយឯងឆាប់យក dictionary មកមើលទៅលោកពូគាត់មិនយល់ពីពាក្យថាឈប់ផឹកសិនទេអាលអិនឯងនេះពេទ្យគ្រាន់តែនិយាយថាឲ្យយើងផ្អាកផឹកតែប៉ុណ្ណោះប៉ុន្តែគាត់មិនបាននិយាយទេថាមិនឲ្យយើងផឹកមួយថ្ងៃត្រឹមតែមួយកែវពូក្មួយគេនេះឆ្លោះគ្នាដូចកូនក្មេងពូរបស់ប៊ឹមជីនក៏និយាយថាមើលទៅឯងផ្លាស់ប្ដូរច្រើនណាស់កាលពី2 3ខែមុនណាយើងមកទូរបស់ឯងគឺសិតតែដប់ស្រាទាំងអស់ហ្នឹងគ្រប់យ៉ាងគឺអាចផ្លាស់ប្ដូរបានអញ្ចឹងតែឯងត្រៀមខ្លួនណាថាឯងនឹងនៅជាមួយនឹងក្មេងស្រីម្នាក់នោះឈ្មោះជុនជូយ៉ងទៅប៊ឹមជីនណាគឺសំណាងខ្លាំងមែនតើដែលមានពូគេនឹងជំនួសប៉ាគេទាំងអស់តែម្ដងស្រឡាញ់ប៊ឹមជីនដូចជាកូនអញ្ចឹងនៅពេលដែលពូគេសួរអញ្ចឹងហើយប៊ឹមជីនក៏បើកភ្នែកធំធំហើយពូគេនិយាយថាមើលទៅមុខឯងចុះឯងដូចជាចង់និយាយថាតើមិនបានជាលោកដឹងតែឯងកាលពីមុនពេលដែលឯងសឹកវឹងដំបងគេហ្នឹងឯងបាននិយាយឈ្មោះហ្នឹងមកមុខរបស់យើងនៅពេលដែលឯងស្លាប់អញ្ចឹងពូក៏ដឹងដែរត្រូវអត់ថានាងរស់នៅដោយរបៀបណាវាក៏មិនមែនជារឿងអីដែលពិបាករកដែរហើយវាក៏មិនមែនជាជនជូយ៉ងណាឆ្ងាយដែរគឺជាជនជូយ៉ងដែលជាសិស្សដែលទទួលបាន scholarship របស់មីនយកប៉ុន្តែនៅពេលដែលឯងមិនសំបីទៅដើររកនាងផងយើងក៏មិនខ្វល់ដែរយើងក៏បិទមាត់របស់យើងទៅប៉ុន្តែឥឡូវនេះនៅពេលដែលឯងនឹងគ្រប់យ៉ាងអត់ហើយយើងក៏គ្មានអីត្រូវលាក់បាំងទៀតដែរទោះបីជាឥឡូវអារម្មណ៍របស់ឯងក៏នៅតែដដែលដែរត្រូវអត់វាឈានរដល់ចំណុចមួយដែលខ្ញុំគិតថាតើខ្ញុំនឹងរស់នៅដោយរបៀបណាបើសិនជាគ្មាននាងចង់ឲ្យយើងទៅមើលមុខនាងបន្តិចទៅទេមិនបាច់ទេហេតុអីបានជាមិនបាច់ខ្ញុំគឺត្រូវតែមានរឿងដោះស្រាយច្រើនពេកហើយនៅក្នុងដៃរបស់ខ្ញុំអញ្ចឹងមិនបាច់ចាំបន្ថែមបន្ទុកឲ្យទៀតទេយើងអាចទាយដឹងមកទៅហើយគ្រាន់តែមើលទៅក៏ដឹងដែរថាអនាគតរបស់ពួកឯងទៅនឹងស្អិតជាប់ជាមួយគ្នាដូចជាកាវអញ្ចឹងមិនយកក៏មិនមែនឲ្យ scholarship ទៅយូយ៉ងដោយចិត្តស្មោះត្រង់ដែរដោយសារតែកូនប្រុសរបស់គេចូលចិត្តនាងទើបបានជានាងធ្វើបែបហ្នឹងមិនបាច់ខ្វល់ពីរឿងហ្នឹងទេគ្រាន់តែធ្វើការងារយើងហ្នឹងឲ្យបានសម្រេចទៅប៉ុន្តែខ្ញុំបារម្ភថានឹងមានបញ្ហានៅខាងនោះវានឹងមិនចំណាយពេលយូរទេយើងយល់ហើយអញ្ចឹងបន្ទាប់ពីរឿងហ្នឹងចប់តែជន់ជូយ៉ងគេនឹងនៅជាមួយនឹងហានយុគដដែលត្រូវអត់រឿងហ្នឹងគឺវាអាស្រ័យទៅលើអ្វីដែលជន់ជូយ៉ងចង់បានទេអញ្ចឹងមានន័យថាលោកម្ចាស់វុនប៊ិនជីមឥឡូវហ្នឹងគឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់នាងហើយត្រូវហ៎ឯងមិនអាចសំបីតែនិយាយអ្វីដែលនាងមិនចូលទោះបើខ្ញុំធ្វើឲ្យនាងរត់ទៅបាត់នោះតាពូជាអ្នកទទួលខុសត្រូវមែនមិនបាច់ចាំមករំខានដើរចេញមកទេយើងមិនចង់ឃើញមុខរបស់ឯងទេខ្ញុំមិនបានជូនលោកពូចេញទេខ្ញុំគឺចេញក្រៅដោយខ្លួនឯងទេនឹងមកស្មាននេះនិយាយហើយប៊ឹមជីនក៏លើកសើឲ្យពូរបស់គេមើលទៀតនិយាយទៅពីរអ្នកពូក្មួយនេះឌឺគ្នាមែនតែនហើយកុំឃើញអញ្ចឹងពូគេស្រឡាញ់ក្មួយគេហើយក្មួយគេនឹងក៏ស្រឡាញ់ពូគេខ្លាំងដែរអូលោកបងតើអ្នកទាំងពីរនិយាយគ្នារួចហើយមែនអូហេតុអីទៅនៅមកស្មាននេះឯងមើល chairman ឲ្យបានល្អទៅហើយឯងត្រូវចាក់សោបន្ទប់របស់គាត់កុំឲ្យគាត់ចេញមកខាងក្រៅបន្ទាប់ពីមេឃងឹតទៀតឬនៅបាទខ្ញុំយល់ហើយនិយាយឲ្យប៊ឹមជីនក៏ដើរចេញទៅពូរបស់ប៊ឹមជីនមើលប៊ឹមជីនពីក្រោយហើយគាត់ក៏ញឹមដែរឃើញក្មួយធំឡើងសង្ហារឹងមាំហើយអាចពឹងពាក់បានអញ្ចឹងមានពូណាមិនសប្បាយចិត្តហើយពូគេស្រឡាញ់ក្មួយគេសឹងអីទៅប៊ឹមជីនសំណាងមែនតែនបានពូមួយហ្នឹងគុំអីហ្នឹងមិនដឹងចាត់ប្រវត្តិទៅដល់ណាទេម្ដាយក៏អត់ប៉ាក៏គ្មាន